ជំហានទី1គឺខ្ញុំចង់ឲ្យម៉ាស៊ីន client ដែលមានឈ្មោះថា PC10 និងម៉ាស៊ីន client PC12 នេះ ping មកកាន់ម៉ាស៊ីន ISA server ថាតើដើរឬអត់អញ្ចឹងខ្ញុំសូមបើកឲ្យមើលនៅម៉ាស៊ីនលេខ10អញ្ចឹងនេះម៉ាស៊ីនលេខ10កំពុងតែ ping មកកាន់ម៉ាស៊ីន server និងម៉ាស៊ីន client អត់ដើរទេតមកទៀតខ្ញុំចាប់បានបើកមើលម៉ាស៊ីនលេខ12ក៏ដូចគ្នាដែរ ping មកកាន់ម៉ាស៊ីន server ក៏ដើរដែរអញ្ចឹងចំណុចនេះគឺខ្ញុំបើកកំណត់ឲ្យម៉ាស៊ីន client ping មកកាន់ server ក៏ប៉ុន្តែការ ping នេះมันអាច access data បានទេអញ្ចឹងខ្ញុំបើកលើម៉ាស៊ីនលើ Microsoft ISA server តមកខ្ញុំចុចទៅលើ firewall policy ចុចទៅលើ edit system policy កន្លែងនេះសម្រាប់បើកឲ្យ client ping មកកាន់ server ក៏ប៉ុន្តែมันអាច access បានតមកចុចទៅលើវាថា ICMP ping យក from ចុច add ត្រង់ network នេះយើង add internal ហើយនិង external ឡូអូខេចុច apply អញ្ចឹងក្នុងការបើកឲ្យ client ping មកកាន់ server ត្រូវបានបញ្ចប់ប៉ុន្តែ client មិនអាច access មកកាន់ server បានទេអញ្ចឹងយើងមើលរូបទាំងអស់គ្នាអញ្ចឹងខ្ញុំបិទ Microsoft ISA ហើយខ្ញុំចាប់ដើមមើលម៉ាស៊ីនលេខ10ថាតើ ping មកកាន់ server ដើរនៅអញ្ចឹងនេះគឺ reply នេះបានថាវា ping មកកាន់ server បានដើរហើយអញ្ចឹងខ្ញុំមើលម៉ាស៊ីនលេខ12បាទក៏ដូចគ្នាដែរអញ្ចឹងក្នុងការឲ្យ client ping មកកាន់ server ត្រូវបាន